มองปอนออกเนี่ยថ្ងៃនេះแอดมิនយករឿងមួយមានចំណងជើងថាតារាចម្រៀងយកមកបកស្រាយជូនបងប្អូនអរគ្នារឿងនេះល្អមើលខ្លាំងមែនតើរឿងនេះជាប្រភេទរឿងចិនណាបងប្អូនអរគ្នាទូស្អាតខ្លាំងមែនតើរឿងនេះគេចង់និយាយពីតារាចម្រៀងមួយក្រុម So much, oh baby I miss you. Every second, every minute it's true. I long for the warmth of your embrace. តោះកុំឲ្យខាតពេលយូរយើងចូលមកមើលសាច់រឿងយើងហ្មងទៅតាមសាច់រឿងដំបូងឃើញនារីម្នាក់អង្គុយសរសេរ script រឿងហើយនាងមានឈ្មោះថាហាន់រួយបានសរសេររឿងពីតារាចម្រៀងមួយក្រុមហាន់រួយបាននិយាយថាទីបំផុតខ្ញុំសរសេររឿងនេះចប់ហើយពេលដែលចប់រឿងនេះហាន់រួយសប្បាយចិត្តខ្លាំងមែនទែននាងស្រមៃឲ្យឃើញថាមានបុរសម្នាក់អង្គុយរៀបចំខោអាវដាក់ក្នុងវ៉ាលីបុរសម្នាក់នោះមានឈ្មោះថាចាងគុយយៀនពេលនោះមានបុរសម្នាក់ទៀតដើរមកសួរគុយយៀនថាតើគុយយៀនទៅណាគុយយៀនមិនបានឆ្លើយទេគេមានឈ្មោះថាបូវិនជាប្អូនប្រុសរបស់គុយយៀនយកដៃអង្អែលក្បាលបូវិនបាននិយាយថាបងខ្ញុំមានអីឲ្យបងនោះគឺជានំរបស់ដែលបងចូលចិត្តគុយយៀនបានដើរតាមពីក្រោយបូវិនពេលដែលបូវិនងាកមកគុយយៀនបានរុញផ្អោបបូវិនទៅនឹងទូទឹកកក So much, oh baby I miss you. ហាន់រួយបាននិយាយម្នាក់ឯងថារឿងដែលខ្ញុំសរសេរនេះពិតជាល្អមែនហើយនាងនិយាយថាបើរឿងនេះផុសទៅដឹងតែផ្ទុះទៀតហើយពេលនោះប្អូនស្រីរបស់ហាន់រួយបានមកសួរហាន់រួយថាតើកន្សែងចងសក់របស់ខ្ញុំនៅឯណាហាន់រួយបាននិយាយថាគឺនៅបន្ទប់របស់ឯងនឹងហើយនាងបាននិយាយតទៀតថាឯងនេះរកអីមិនដែលឃើញទេស្រីរបស់ហាន់រួយបានដើរទៅមើលរឿងរបស់ដែលបងសរសេរបន្ទាប់មកប្អូនស្រីរបស់ហាន់រួយបានកែរឿងនេះដោយបានដូរតួអង្គថ្មីហើយនាងបាននិយាយថាបងស្រីមិនគួរណាដាក់តួអង្គឯកឈ្មោះថាគុយយៀននោះទេហើយពេលនោះបងស្រីនាងបានដើរមកដល់ហើយបោះកន្សែងឲ្យនាងហើយនាងមានឈ្មោះថាយីរ៉ាន់ហាន់រួយបានដើរមកផ្ញើ script រឿងនេះចូលទៅក្រុមហ៊ុនមួយពេលផ្ញើរួចនាងបាននិយាយក្នុងចិត្តថាសូមឲ្យការងាររបស់នាងបានជោគជ័យរឿងបានកាត់ទៅថ្ងៃស្អែកនៅឯក្រុមហ៊ុនមាននារីម្នាក់ឈ្មោះស៊ីហាននាងជាតារាល្បីម្នាក់ពេលនោះមានបុរសម្នាក់បានមកជួបនឹងស៊ីហានហើយបុរសម្នាក់នោះមានឈ្មោះថាលូជាគេបានឈរមើលស៊ីហានយ៉ាងភ្លឹកភ្លាំងពេលនោះប្អូនប្រុសស៊ីហានបានមកកេះស្មាស៊ីហានប្អូនប្រុសស៊ីហានបានសួរនាងថាតើបងមកដល់ហើយមែនទេលូជាបានឈរមើលពួកគេប្រឡែងគ្នាយ៉ាងសប្បាយរីករាយពេលនោះមានបុរសម្នាក់ទៀតបាននិយាយថាលូជាតើពេលណាឯងទៅធ្វើការបុរសម្នាក់នឹងមានឈ្មោះថាវីឆិនគេបានហៅស៊ីហានឲ្យចូលទៅក្នុងការិយាល័យវីឆិនឈរមើលស៊ីហានចូលទៅក្នុងការិយាល័យដោយកែវភ្នែកស្រទន់ពេលនោះស៊ីហានក៏បានមើលមុខវីឆិនវិញផងដែរវីឆិនបាននាំនាងទៅជួប director ម្នាក់ឈ្មោះហាន់បូនាងបានណែនាំឈ្មោះទៅកាន់ director ហាន់បូថានាងមានឈ្មោះស៊ីហាន director ហាន់បូបាននិយាយថារីករាយដែលបានស្គាល់ពេលនោះស៊ីហានក៏បានដកដៃចេញហើយហាន់បូបានទៅកាន់វីឆិនថាតើអ្នកនាងស៊ីហានអាចសម្ដែងរឿងនេះបានដែរឬទេវីឆិនបាននិយាយថាអ្នកនាងស៊ីហានអាចសម្ដែងបានជឿទុកចិត្តលើគាត់ចុះdirector ហាន់បូបានទះដៃនិងសរសើរទៅកាន់អ្នកនាងស៊ីហានថាអ្នកនាងស៊ីហានពូកែសម្ដែងស៊ីហានបាននិយាយទៅកាន់ director ហាន់បូថាមិនអីនោះទេរឿងអ្វីក៏នាងអាចសម្ដែងបានដែរវៃឆិនបាននិយាយថាមែនហើយ director ហាន់បូបាននិយាយទៅកាន់វៃឆិនថាយើងនឹងចុះកុងត្រានៅថ្ងៃស្អែកពេលនោះទូរស័ព្ទ director ហាន់បូបានរឡើងអ្នកខលមកកាន់ director ហាន់បូបាននិយាយថាឲ្យដកអ្នកនាងស៊ីហានចេញពីការសម្ដែងនោះទៅដូរតួថ្មីវិញហាន់បូបាននិយាយថាអ្នកនាងស៊ីហានអាចធ្វើបានហើយ director ហាន់បូក៏ចុចបិទទូរស័ព្ទរួចនិយាយទៅកាន់ស៊ីហានថានាងអាចធ្វើបាន director ហាន់បូក៏បានសុំចេញទៅមុន
រឿងបានកាត់មកក្រុមហ៊ុនមួយកន្លែងទៀតមានបុរសម្នាក់គឺជាកូនសិស្សគ្រូទាយ admin សុំហៅគាត់ថាគឺជាកូនសិស្សគ្រូទាយហើយគ្រូរបស់គេបានដើរចេញមកហើយនិយាយថាក្រុមហ៊ុននេះបើធ្វើជាតារាងបាល់ទាត់ប្រកាសជាល្អប៉ុន្តែថ្ងៃណាមួយវានឹងមានគ្រោះថ្នាក់ម្នាក់នេះគឺជាគ្រូទាយតារាសាស្ត្រម្នាក់ពេលនោះកូនសិស្សរបស់គេបានសួរថាតើហេតុអីវានឹងមានគ្រោះថ្នាក់គេបាននិយាយថាវានឹងមកដល់ឆាប់ៗនេះហើយកាត់មកក្រុមហ៊ុនកន្លែងវឹកហាត់របស់ K-pop វិញម្ដងមានបុរសម្នាក់ដើរញ៉ាំនំហើយគេមានឈ្មោះថាជូមីងហើយគេសួរថាបងលូជាតើបងញ៉ាំនំអត់លូជាបាននិយាយថាយើងមិនញ៉ាំទេឯងញ៉ាំទៅជូមីងបានឃើញ script មួយហើយគេសួរលូជាថាតើនេះគឺជា script របស់បងបូវិនមែនមីងក៏បានដើរទៅកន្លែងវឹកហាត់លូជាក្រវីក្បាលកាត់មកកន្លែងវឹកហាត់វិញម្ដងបូវិនបានហាត់ជាមួយសមាជិករបស់គេពេលនោះគួយយៀនបានពឹងឲ្យប្អូនស៊ីហានជួយពត់ដៃឲ្យគេគួយយៀនបានសួរទៅប្អូនស៊ីហានថាឯងចង់សម្លាប់យើងមែនគេមានឈ្មោះថាយីហឹងកាត់មកជូនមីងវិញម្ដងដើរចូលកន្លែងវឹកហាត់ហើយដកដង្ហើមធំហើយនិយាយថាទៀតហើយខ្ញុំជូនមីងបានទៅអង្គុយនៅលើសាឡុងហើយគួយយៀនឃើញគួយយៀនថាតើឯងមិនវឹកហាត់ទេឬកាត់មកបូវិនវិញម្ដងគេបានវឹកហាត់ជាមួយសមាជិកម្នាក់មានឈ្មោះថាជីហានបានដកដៃហើយទះដៃរួចនិយាយថាតដល់ពេលវឹកហាត់ហើយក្រុមយើង So much, but baby I miss you. Every second, every minute it's true. I long for the warmth of your embrace. Wishing I could see your face. Days go by and I'm counting down until I can see you, until you're around. Your កាត់មកពេលពួកគេរាំរួចហើយពួកគេមើលវីដេអូដែលពួកគេបានរាំគួយយៀនបាននិយាយថាយើងវឹកហាត់ចាំហើយជូនមីងនិយាយថាត្រូវហើយបូវិនបាននិយាយថាមើលទៅជីហានមិនទាន់ស្ទាត់នោះទេយីហឹងបាននិយាយថាមែនហើយជីហានមិនទាន់ស្ទាត់នោះទេត្រូវរាំម្ដងទៀតជូនមីងទះដៃហើយគួយយៀនបាននិយាយថាយើងត្រូវរាំម្ដងទៀតជីហានបាននិយាយថាអូខេយើងនឹងរាំ so much, but baby I miss you. Every second, every minute it's true. I long for the warmth of your embrace. Wishing I could see your face. Days go by and I'm counting down until I can see you, until you're around. Your laughter, your smile, your gentle sigh. កាត់មកកន្លែងញ៉ាំអីម្ដងជូនមីងហិតខ្លួនជីហានហើយសួរជីហានថាតើបងបាញ់ទឹកអប់បងបូវិនមែនជីហានថាឯងកុំចង់ដឹងជីហានបានឃើញ script មួយហើយសួរជូនមីងថាតើនេះជា script របស់អ្នកណាជូនមីងបាននិយាយថានេះជា script របស់បងបូវិនជូនមីងឃើញ screen ទូរស័ព្ទរបស់វៃឆិនជូនមីងសួរថាតើបងនិងបងស្រីស៊ីហានត្រូវជាអ្វីនឹងគ្នាវៃឆិនបាននិយាយថាឯងមិនចាំបាច់ដឹងទេយើងត្រូវមានការងារជាច្រើនទៀតដែលត្រូវធ្វើវៃឆិនថាបើឯងនៅតែចង់ដឹងទៀតយើងនឹងដាក់ការងារបន្ថែមឯងយើងទៅហើយជូនមីងបាននិយាយថាតើបងកុំខ្វល់ញ៉ាំមីទៅពេលនោះជីហានធ្វើឲ្យកពុបមីលើសៀវភៅបូវិនជូនមីងបាននិយាយថាបងនេះគឺជាសៀវភៅបូវិនពិបាករកទិញណាស់ជីហានបាននិយាយថាខ្ញុំដឹងបងកុំធ្វើឲ្យខ្ញុំពិបាកជីហានថាបងដឹងហើយជូនមីងបាននិយាយថាបើបងដឹងហើយបងព្រមយកក្រណាត់ជូតទៅជីហានបានយកសៀវភៅនោះមកជូតជូនមីងបាននិយាយថាបងជូតថ្នមទៅប្រយ័ត្នរហែកពេលនោះជីហានជូតធ្វើឲ្យរហែកសៀវភៅរបស់បូវិនមួយសន្លឹកជីហានថាចាប់ហើយខ្ញុំនឹងត្រូវបូវិនសម្លាប់ជាមិនខាននោះទេកាត់មកកន្លែងក្រុមវឹកហាត់របស់ព
ពួកគេវិញជីហានបានមើល script នោះឬអង្គុយលើសាឡុងបន្ទាប់មកគេបានអាន script នោះដោយម៉ត់ចត់ script រឿងនេះបាននិយាយអំពីប៉ូលីសសម្ងាត់2នាក់ដែលបានតាមវាយប្រហារទៅលើចៅមួយក្រុមប៉ូលីសសម្ងាត់ទាំងពីរនេះដើរតួដោយជីហាននិងបូវិនជីហានបានដើរទៅមុខម្ដងមួយជំហានជីហានបានដើររកក្រុមចៅនោះប៉ុន្តែជាអកុសលក្រុមចៅនោះបានលួចឆ្មក់បាញ់ជីហានពីក្រោយបូវិនបានមករងជំនួសជីហានធ្វើឲ្យស្លាប់បាត់បង់ជីវិតភ្លាមបូវិននិយាយទៅកាន់ជីហានថាឯងត្រូវតែនៅបន្តទៀតជីហានបានងក់ក្បាលវិញរឿងក៏បានកាត់មកកន្លែងវឹកហាត់វិញជីហានអានរឿងនឹងហើយគេក៏ចង់យំបូវិនមកដល់សួរថាតើភ្នែកឯងកាត់អីជីហានបាននិយាយថាមិនអីទេភ្នែកយើងចូលដីបូវិនបានមើលទៅឃើញថាភ្នែកឯងមិនអីនោះទេជីហានបានគវាសដៃបូវិនចាញ់ហើយនិយាយថាយើងមិនអីនោះទេហើយក៏បានដើរចាញ់បូវិនបានហៅឈប់តើនៅដៃឯងនោះគឺជាអ្វីជីហានបាននិយាយថានេះគឺជា script រឿងរបស់ឯងយកទៅហើយមើលផងបូវិនក៏បានថាអរគុណកាត់មកពេលយប់នៅបន្ទប់គេងបូវិនមើល script រឿងនោះហើយបូវិនបានស្រមៃឲ្យឃើញថាជីហានបានរៀបចំកៅអៅដាក់ក្នុងវ៉ាលីកន្លែងនេះដូចជាដើមសាច់រឿងដំបូងអញ្ចឹងបន្ទាប់មកឃើញបូវិនចុះមកសួរជីហានថាតើជីហានទៅណាជីហានមិននិយាយអ្វីនោះទេយកដៃអង្អែលក្បាលបូវិនបាននិយាយថាខ្ញុំមាននំស្ទ្រូប៊េរីដែលបងចូលចិត្តជីហានបានដើរមកក្រោយបន្ទាប់មករុញបូវិនទៅខ្ទប់នឹងទូទឹកកក So much, oh baby, I miss you. បូវិនអានហើយលាន់មាត់ថា Oh my god វាពិតជាអស្ចារ្យបូវិនបាននិយាយថាបែបនេះសោះទើបជីហានចូលចិត្ត script រឿងមួយនេះបូវិនបាននិយាយម្នាក់ឯងថាតើជីហានស្រឡាញ់យើងមែនឬបូវិនបាននិយាយថាកុំខ្វល់បិទភ្លើងដេកទៅកាត់មកបន្ទប់យីហឹងវិញយីហឹងបាននិយាយថាខ្ញុំកេងមិនលក់នោះទេយីហឹងបានងាកមកមើលបងគួយយានហើយបានដាស់គួយយានថាគួយយានខ្ញុំឃ្លានតើបងអាចធ្វើ hot pot ក្តៅៗឲ្យខ្ញុំញ៉ាំបានអត់គួយយានថាយប់ហើយកេងទៅយីហឹងបានសុំអង្វរគួយយានបងគួយយានជួយធ្វើឲ្យខ្ញុំញ៉ាំបន្តិចមកខ្ញុំឃ្លានខ្លាំងណាស់គួយយានថាខ្ញុំមិនដឹងទេឯងធ្វើខ្លួនឯងទៅយីហឹងនិយាយថាបងធ្វើឲ្យខ្ញុំញ៉ាំបន្តិចមកគួយយានក្រោកមកហើយបាននិយាយថាអូខេខ្ញុំនឹងធ្វើឲ្យឯងញ៉ាំយីហឹងបាននិយាយថាបងពិតជាបងប្រុសដ៏ល្អរបស់ខ្ញុំម៉ែកាត់មកពេលពួកគេកំពុងអង្គុយញ៉ាំអីវិញយីហឹងបាននិយាយថាឈ្ងុយខ្លាំងណាស់គួយយានបាននិយាយថាបើសិនជាយើងញ៉ាំនៅទីនេះអ្នកចាត់ការមកឃើញនឹងដាក់ពិន័យយើងតែម្ដងយីហឹងបាននិយាយថាអញ្ចឹងយើងទៅញ៉ាំនៅខាងក្រៅវិញទៅមិនពិបាកឲ្យអ្នកចាត់ការមកឃើញនោះទេកាត់មកកន្លែងយីហឹងកំពុងញ៉ាំអីវិញគួយយានបាននិយាយថាក្តៅឆ្ងាញ់ណាស់យីហឹងគួយយានងាកមកមើលនៅខាងលើបានឃើញបុរស2នាក់តែយើងមិនដឹងជានរណានោះទេរឿងកាត់មកបន្ទប់ជីហាននិងបូវិនវិញបូវិនងើបមកឃើញជីហានមិនបានស្ដាប់ភួយគេបានសណ្ដាប់ឲ្យជីហានរួចកេងទៅវិញកាត់មកបន្ទប់ជុងមីងកេងញញឹមរួចកាត់មកបន្ទប់វៃឆិនបានឆាតទៅកាន់មិត្តស្រីគេថា Goodbye ហើយរឿងយើងនៅពេលនេះក៏បានបញ្ចប់ទៅត្រឹមហ្នឹងរងចាំទស្សនាភាគ2នៅ
វីដេអូក្រោយ